Aston Villa ចង់ធ្វើរឿងមួយនេះជាមួយនឹង Rashford ឧបត្ថម្ភដោយ Michael 7 យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្ត ក្លឹប Aston Villa កំពុងតែមានត្រាប់តាមចង់ទិញផ្ដាច់ខ្សែប្រយុទ្ធ Marcus Rashford ពី Manchester United នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះបន្ទាប់ពីបញ្ចុះសំណងជាមួយអ្នកចាត់ការថ្មីកីឡាករ Marcus Rashford ត្រូវបាន Manchester United ដាក់ឲ្យ Aston Villa ខ្ចីជើងកន្លះរដូវកាលកាលពីខែមករាកន្លងទៅអមជាមួយនឹងជម្រើសទិញផ្ដាច់ក្នុងតម្លៃ$52 លានអាមេរិក Rashford បង្ហាញសមត្ថភាពលេចធ្លោខ្លាំងមានសេចក្តីរាយការណ៍ថា Aston Villa ចង់បានខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ27ឆ្នាំជាអចិន្ត្រៃយ៍នៅរដូវក្តៅខាងមុខនេះតែម្ដងហើយបើតាមប្រភពមួយទៀតបានចុះផ្សាយដោយ Daily Mail បានឲ្យដឹងថា Rashford អាចនឹងចូលរួមជាមួយនឹង Aston Villa ក្នុងតម្លៃ$52 លានអាមេរិកប៉ុន្តែទន្ទឹមនឹងនេះក៏មានក្លឹបមួយចំនួនទៀតដែលកំពុងចង់បាន Rashford ដូចគ្នា Rashford កំពុងតែបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍មែនទែននៅ Aston Villa ជាក់ស្ដែងថ្មីនេះលោកគេទើបតែសុទ្ធបញ្ចូលទី2គ្រាប់រួមចំណែកឲ្យ Aston Villa ឈ្នះ Brighton ក្នុងលទ្ធផល3-0 កក់ក្អីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ពានរង្វាន់ FA Cup